សួស្តីបងប្អូនមានដឹងទេថាផ្លែប៉ោមជាភាសាខ្មែរគេថាម៉េចហើយដែលសំណាងនឹងមកបង្ហាញនៅពេលបន្តិចទៀតណាអូខេហើយមួយទៀតគឺទី2គឺផ្លែគឺអីគេផ្លែបឺណាអូខេផ្លែបឺអង់គ្លេសគេថាម៉េចអូខេតោះឥឡូវមែនទេយើងនិយាយខ្មែរសិនខ្មែរពូថៅអូខេណាពូថៅអង់គ្លេសគេថាម៉េចទីទៀតសំណាងគាត់បង្ហាញមួយទៀតអីគេយន្តហោះអូខេយន្តហោះណាយន្តហោះទូទៅបើន័យថាយន្តហោះគេប្រើពាក្យថាយន្តហោះទូទៅអញ្ចឹងអង់គ្លេសគេថាម៉េចអញ្ចឹងបងប្អូនបើចង់ដឹងពាក្យទាំងម៉ានទាំង4អូខេទាំង4ហ្នឹងបើមួយទៀតគឺសំណាងនឹងបង្ហាញពាក្យទាំង4ហ្នឹងហើយគាត់នឹងឧទាហរណ៍តាមពាក្យមួយឲ្យបងប្អូនទៀតណាអញ្ចឹងតោះទៅតាមដានទាំងអស់គ្នា Let's go ចំណានតោះឥឡូវយើងរៀន4ពាក្យថ្ងៃហ្នឹងដែលផ្ដើមដោយអក្សរ A តោះឥឡូវពាក្យទី1គឺ Apple ទី2 Aeroplane ទី3 Arc ទី4 Avocado តោះឥឡូវយើងសរសេរអក្សរ A សិន A យើងសរសេរមិនអូខេ A យើងសរសេរទាញលេខ1មកនេះពីលើអូខេ sorry តែយើងទាញពីលើមកចេះមកគូសមកចេះមក A ណាអាហ្នឹង A ធំអូខេឥឡូវ A តូចយើងទាញវាមកចេះគឺ A តូចនេះទាញវាចេះមកចេះ A តូចនេះទាញពីក្រោមមកចេះក៏បានទាញពីលើមកចេះក៏បាន A តូចណាអូខេអរេតោះឥឡូវយើងចូលទៅដល់ពាក្យទាំង4ហ្នឹងតែយើងមានឧទាហរណ៍អំពីការប្រើប្រាស់ពាក្យហ្នឹងណាអូខេតោះឥឡូវរូបទី1ហៅថា Apple ប្រែថាផ្លែប៉ោមអូខេតោះអូខេអញ្ចឹង Apple សំណាង spell អូខេ spell A P P L E អានថា Apple ប្រែថាផ្លែប៉ោមខ្មែរយើងហៅថាផ្លែប៉ោមណាផលជាងលោផ្លដល់ស្អែផ្លែបប្រឡាពីប៉ដល់ស្អោប៉ោមកប៉ោមអូខេអានថាផ្លែប៉ោមអូខេតើឥឡូវយើងឧទាហរណ៍តាក់ទងទៅនឹងផ្លែប៉ោមតើឥឡូវយើងនិយាយពីខ្មែរសិនខ្មែរប្រែថាចេះញ៉ាំផ្លែប៉ោមមួយផ្លែរាល់ថ្ងៃជួយឲ្យមានសុខភាពល្អអូខេតើឥឡូវយើងអានអង់គ្លេសទាំងអស់គ្នាតើសំណាងចាប់ផ្ដើមអាន eating an apple every day help you stay healthy yeah healthyចេញ T cái tôi nè healthy nè healthy okay ta eating an apple every day help you stay healthy yeah ចឹងមានន័យថាញ៉ាំប៉ោមមួយផ្លែរាល់ថ្ងៃនាំឲ្យមានសុខភាពល្អអូខេទី2តាទី2គឺរូបភាពទី2សំណាង Ax yeah Ax រូបភាពទី2 Ax ប្រែថាពូថៅពូថអៅថៅប្រាអានថាពូថៅតោះឥឡូវយើងឧទាហរណ៍តើតនឹងពូថៅយេឥឡូវប៉ាអានមួយសិនណានេះខ្មែរយើងថានេះគាត់ប្រើពូថៅដើម្បីកាប់ឈើអូខេអញ្ចឹងយើងអានថា he uses an axe to chop wood yeah chop wood អូខេពាក្យថា chop wood នេះមានន័យថាកាប់ឈើបាទដល់ពេល uses នេះគឺប្រែថាប្រើអូខេអញ្ចឹងមកថា he នេះប្រែថាគាត់ប្រើពូថៅដើម្បីកាប់ឈើ chop wood ណាអូខេពាក្យថា to នេះគឺប្រែថា
ដើម3 3 អូខេដល់ពេល chop wood កាប់ឈើណា ឈើ អូខេតោះឥឡូវយើងចូលដល់ពាក្យទីម៉ាន ទី3 ទី3អូខេពាក្យទី3គឺ plan aeroplane អញ្ចឹង aeroplane នេះគឺជាពាក្យមួយដែលគេនិយមប្រើនៅក្នុងប្រទេសអង់គ្លេសអញ្ចឹងឥឡូវយើងមកនិយាយពីពាក្យ airplane នេះគឺជាពាក្យដែលគេនិយមប្រើនៅប្រទេស USA គេហៅថាសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក Yeah USA អញ្ចឹង airplane នេះប្រែថាយន្ត ហោះ យន្តហោះអូខេតោះឥឡូវយើង airplane ហ្នឹង យកពាក្យយន្ត គឺជាតែខ្មែរយើង អូខេ airplane ហ្នឹងគឺយន្តហោះឥឡូវយើងយកពាក្យ airplane ហ្នឹងមកឧទាហរណ៍មក clear ដើម្បីឲ្យមិត្តភ័ក្តិចំណានស្ដាប់ណាអូខេតោះឥឡូវយើងអានមើលនេះខ្មែរយើងអានខ្មែរថាយន្តហោះ កំពុង ហោះហើរពស់ ពោះនៅ នៅលើ មេឃ មេឃាអូខេនៅលើមេឃណាអូខេអញ្ចឹងយើងថាយន្តហោះកំពុងហោះហើរខ្ពស់នៅលើ មេឃ មេឃអូខេនៅលើមេឃណាគេនៅលើមេឃអញ្ចឹងអង់គ្លេសយើងថាម៉េច the អង់គ្លេស the អីយើងអាន di the di ព្រោះវាអាស្រ័យអក្សរ a នៅពីមុខណា a e i o u ជាស្រៈអញ្ចឹងអក្សរ d ទៅជា di អញ្ចឹងបានថា di the airplane is flying flying high yeah flying អាហ្នឹងគេថា flying flying yeah flying high high in in the the sky sky yeah in the sky តើអានម្ដងទៀតតា the the airplane is is flying flying high high in the sky the sky yeah អញ្ចឹងបានន័យថា the airplane មានន័យថាយន្តហោះអូខេ is flying មានន័យថាកំពុងហោះហើរ high in the sky បានន័យថាខ្ពស់នៅលើមេឃអូខេ high នេះគឺប្រែថាខ្ពស់ in the sky នៅលើ មេឃ អូខេអញ្ចឹងយើងនិយាយចំទៅយន្តហោះគឺកំពុងតែហោះហើរខ្ពស់នៅលើ មេឃ មេឃអូខេឥឡូវរូបភាពទី 4អានថា avocado avocado ប្រែថា កំ ផ្លែ បឺ អូខេផ្លែបឺអញ្ចឹងបើខ្មែរយើងថាខ្ញុំ ចូល ចូលចិត្ត ចិត្តញ៉ា ញ៉ាំ ំ នំប៉័ងអាំងជាមួយផ្លែ បឺ បឺអញ្ចឹងអង់គ្លេសគេថាម៉េច I like I like to to eat eat avocado toast toast yeah toast toast អូខេតោះឥឡូវប៉ាប្រែឲ្យកូនស្ដាប់ណា like មានន័យថា ចូលចិត្ត ចូលចិត្តឃើញទេ I បែរថា ខ្ញុំ ខ្ញុំដល់ពេល to eat បែរន័យថាញ៉ាំណា បាទ I like to eat បែរន័យថាខ្ញុំចូលចិត្តញ៉ាំ yes ដល់ពេល avocado toast មានន័យថានំប៉័ងអាំងជាមួយបឺអូខេ toast មានន័យថានំប៉័ងដុតឬក៏នំប៉័ងអាំងដល់ពេល avocado ជាផ្លែ avocado អូខេហៅតែផ្លែបឺនឹងឯងអញ្ចឹងដល់ពេលយើងអានថា I like to eat avocado toast មានន័យថាខ្ញុំចូលចិត្តញ៉ាំអីគេនំប៉័ងអាំង ជាមួយនឹង បឺអូខេតើឥឡូវមានអីផ្ដាំផ្ញើទៅមិត្តភ័ក្តិ មាន អីគេ ចុច subscribe ជួយចុច subscribe like and share yes អូ ចុច ខេ នឹងកញ្ញាកណ្ដាល សំណាងពាក្យទាំង4មិញដែលបង្ហាញបងប្អូនយើងមិញណាមានពាក្យអីខ្លះរំលឹកឡើងវិញមើលទី ទី 1 apple 1 apple អូខេ apple ទី2 ទី2អាក់ yeah អាក់អាក់ ប្រែជាខ្មែរថាម៉េច yeah ប្រែជាខ្មែរថាម៉េចអាក់ហ្នឹងអាក់ហ្នឹងប្រែថា ពូថៅ yeah ពូថៅតោះឥឡូវពាក្យទី3រៀនមិញថាម៉េច aeroplane yes aeroplane ឬក៏ airplane អូខេប្រែថាយន្តហោះ យន្តហោះអូខេតោះឥឡូវពាក្យទី4 ពាក្យទី4 avocado avocado ប្រែថា ផ្លែបឺ អូខេអញ្ចឹង apple មិញហ្នឹងយើងរៀនមានពាក្យ4ហ្នឹងទៅហ៎ ថៅ ហ្នឹងហើយអញ្ចឹងពាក្យទាំង4ហ្នឹងឥឡូវយើងរំលឹកហើយទៅតើមានអីប្រែផ្ដាំបងប្អូនទេធ្វើម៉េច មាន អូខេតោះប្រែផ្ដាំមើលប្រែផ្ដាំ subscribe subscribe like like
ជួយសញ្ញាកាន់ដឹង ចុចសញ្ញាកណ្ដឹង ហើយនឹង share ហើយនឹង share អូខេបាយបាយ បាយបាយ ថ្ងៃក្រោយយើងរៀន vocabulary in English បន្តទៅទៀត ពាក្យរៀនពាក្យណារៀនពាក្យឲ្យមានឧទាហរណ៍រៀនពាក្យមានឧទាហរណ៍អញ្ចឹងសំណាងគាត់បង្ហាញជាមួយនឹងខ្ញុំគាត់តែនាំគាត់ទេណាអូខេអញ្ចឹងគាត់អ្នកបង្ហាញអូខេអញ្ចឹងអានេះគឺជា channel មួយដែលយើងបង្រៀនកូនទេណាបង្រៀនកូនប៉ុន្តែឆ្លៀតពេលបង្រៀនហ្នឹងក៏ថតជាវីដេអូផុសចែករំលែកឲ្យក្មេងៗដទៃទៀតក៏គាត់បានរៀនជាមួយគ្នាណាអូខេបាយបាយ បាយបាយ